ភូមិខ្នែអំពរស្ថិតនៅក្នុងឃុំព្រៃជីកស្រុករខគិរីខេត្តបាត់ដំបងហើយត្រូវបានកត់ត្រាជាភូមិមួយក្នុងឃុំព្រៃជីកតាមប្រកាសលេខ493ប្រករបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី30ខែមេសាឆ្នាំ2001ប្រជាពលរដ្ឋនៅក្នុងភូមិខ្នែអំពរភាគច្រើនប្រកបរបរកសិកម្មដែលជាមុខរបរសំខាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្នុងចំណោមដំណាំសំខាន់ស្រូវគឺជាដំណាំដែលប្រជាពលរដ្ឋនិយមដាំជាងគេការដាំស្រូវមានទំនាក់ទំនងជាមួយរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនិងជាប្រភពស្បៀងអាហារនិងចំណូលសម្រាប់គ្រួសារពីការងារកសិកម្មប្រជាពលរដ្ឋមួយចំនួនក៏ប្រកបរបរផ្សេងៗតាមសមត្ថភាពនិងតម្រូវការរបស់គ្រួសារដើម្បីបង្កើនប្រាក់ចំណូលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃអ្វីដែលគួរឲ្យកោតសរសើរគឺស្មារតីសាមគ្គីភាពនិងការចេះជួយគ្នារបស់ប្រជាពលរដ្ឋនៅក្នុងភូមិក្នុងឱកាសមួយខ្ញុំបានចូលរួមជាមួយនឹងអ្នកភូមិក្នុងសកម្មភាពដាល់អំបុកដើម្បីចែកជូនដល់កងទ័ពការចូលរួមមួយនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងការសរសើរចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋដែលទោះបីមិនមានលទ្ធភាពធូរធារច្រើនក៏នៅតែចេះរួមគ្នាជួយតាមលទ្ធភាពដែលខ្លួនមានអ្នកខ្លះបានចូលរួមឧបត្ថម្ភស្រូវដែលទុំក្នុងស្រែដើម្បីច្រូតយកទៅធ្វើអំបុកបន្ទាប់ពីច្រូតស្រូវរួចពួកគាត់បានយកមកបែននិងយកសម្ដីចេញរួចហើយយកស្រូវមកលីងបន្ទាប់មកគឺបុកដោយត្បាល់ឈើនិងអង្រែពេលបុករួចត្រូវបានយកមករែងដើម្បីយកអំបុកដែលស្អាតរួចច្រកថង់ទុកសម្រាប់ចែកជូនដល់កងទ័ពសកម្មភាពនេះធ្វើឡើងជាក្រុមដោយអ្នកភូមិចូលរួមគ្នាតាមលទ្ធភាពអ្នកខ្លះផ្ដល់ស្រូវអ្នកខ្លះជួយច្រូតអ្នកខ្លះជួយបែនលីងបុកនិងរែងអំបុកដែលសកម្មភាពនេះគឺជាសកម្មភាពនៃការធ្វើអំបុកតាមបែបបុរាណខ្ញុំក៏បានចូលរួមធ្វើជាមួយពួកគាត់ផងដែរទោះបីជាខ្ញុំមិនសូវប្រសពនឹងការងារដាល់អំបុកនេះក៏ដោយសកម្មភាពដ៏សាមញ្ញនេះបានបង្ហាញឲ្យឃើញពីសាមគ្គីភាពការចេះជួយគ្នានិងទឹកចិត្តចូលរួមក្នុងកិច្ចការសង្គមរបស់ប្រជាពលរដ្ឋនៅភូមិខ្នែអំពរវាក៏ជារូបភាពមួយដែលគួររក្សាទុកជាអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយប្រជាពលរដ្ឋភាគច្រើននៅភូមិខ្នែអំពរកាន់ព្រះពុទ្ធសាសនានិងនៅតែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរបានយ៉ាងល្អនៅពេលមានបុណ្យប្រពៃណីនិងបុណ្យសាសនាសំខាន់ដូចជាបុណ្យចូលឆ្នាំបុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទានប្រជាពលរដ្ឋតែងនាំគ្នារៀបចំចង្ហាន់និងតេយ្យទានទៅវត្តដើម្បីប្រគេនព្រះសង្ឃភូមិខ្នែអំពរគឺជាសហគមន៍មួយដែលជីវភាពប្រជាពលរដ្ឋពឹងផ្អែកជាចម្បងលើវិស័យកសិកម្មជាពិសេសដំណាំស្រូវទន្ទឹមនឹងការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រជាពលរដ្ឋតែងរក្សាបាននូវសាមគ្គីភាពការចេះជួយគ្នាប្រពៃណីទំនៀមទម្លាប់និងការគោរពព្រះពុទ្ធសាសនារឿងរ៉ាវនៃការរួមគ្នាដាល់អំបុកចែកជូនកងទ័ពគឺជាឧទាហរណ៍មួយដែលបង្ហាញថាទោះបីជាប្រជាពលរដ្ឋមានជីវភាពមិនសូវជាធូរធារក៏ដោយក៏ពួកគាត់នៅតែមានទឹកចិត្តចែករំលែកនិងចេះរួមគ្នាសាមគ្គីដើម្បីចូលរួមក្នុងកិច្ចការដែលពួកគាត់យល់ថាជាប្រយោជន៍ដល់សង្គមនេះជាមរតកដ៏មានតម្លៃមួយដែលគួរកត់ត្រាក្នុងប្រវត្តិសហគមន៍ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីជីវិតប្រពៃណីសាមគ្គីភាពនិងទឹកចិត្តរបស់អ្នកភូមិខ្នែអំពរពីអតីតកាលរហូតមកដល់បច្ចុប្បន្ន